បាទសួស្តីបងប្អូនបាទទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់កុំព្យូទ័រជាមួយនឹង printer ដែលបងប្អូនទាំងអស់គ្នាមិនទាន់បាន set វាជា default printer បានន័យថា default printer គឺជា printer ដែលយើងគប់ print ឯកសារជាមួយនឹងកុំព្យូទ័រហើយយើងពេលយើង print យើងមិនបាច់ជ្រើសរើសប្រភេទ printer ម្ដងហើយម្ដងទៀតទេអញ្ចឹងបើយើង set default វាគឺបានន័យថាគឺវាជាប់នៅនឹងហើយអញ្ចឹងគ្រាន់តែយើងចុច print ទៅវាចេញមកហើយមិនបាច់ជ្រើសរើស printer ម្ដងហើយម្ដងទៀតទេបាទសុំទោសអញ្ចឹងឥឡូវយើងចូលទៅទាំងអស់គ្នារបៀប set វាជា default printer បាទឧបមាថាឥឡូវយើងកំពុងទៅវាយឯកសារអញ្ចឹងឯកសារនេះមួយយើងកំពុងវាយនៅពេលដែលយើងត្រូវការ print ពេលយើងត្រូវការ print យើងមិនចុច file ហើយយើងជ្រើសយកពាក្យ print បន្ទាប់មកយើងនឹងជ្រើសរើសយកពាក្យយើងជ្រើសរើសប្រភេទ printer តើ printer មួយណាដែលយើងកំពុងតែប្រើដោយសារ printer យើងមានច្រើនឧទាហរណ៍ថាយើងប្រើម្ដងនេះម្ដងនោះផ្លាស់ប្ដូរឬក៏ប្រើជាមួយ laptop អញ្ចឹងយើងត្រូវការផ្លាស់ប្ដូរ printer ទៅតាមកលៈទេសៈតាមទីកន្លែងអញ្ចឹងឧបមាថាឥឡូវនៅក្នុងទ្វារនេះកុំព្យូទ័ររបស់យើងគឺ set default printer គឺទៅលើ Microsoft Printer 2 PDF អញ្ចឹងគឺ printer ដែលកំពុងតែប្រើឥឡូវគឺមិនហ្នឹងទេគឺអានេះបាទគឺ HP LaserJet នេះអញ្ចឹងដើម្បី set វានេះជា default printer ឲ្យវាជាប់សញ្ញា tick ពណ៌បៃតងនៅជាប់រហូតកុំឲ្យយើងពិបាកជ្រើសរើសទៀតអញ្ចឹងតើយើងត្រូវធ្វើដូចម៉េចបាទអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាយើងចូលមកនេះបងប្អូនមើលមកខាងក្រោមហើយខាងស្ដាំនេះគឺមានសញ្ញាព្រួយមួយនេះបាទចុចខាងនេះមកបាទឥឡូវអត់ទាន់មាន printer ទេបាទឥឡូវខ្ញុំចូលទៅម្ដងទៀតអញ្ចឹងខ្ញុំចុចឧទាហរណ៍ខ្ញុំថាចុច file តបមកហើយចុច print ដល់ពេលទៅចុច print ខ្ញុំឧទាហរណ៍ថាខ្ញុំជ្រើសអត់បានជ្រើសប្រភេទ printer ទេខ្ញុំជ្រើសរើសបញ្ញាប់ពេកអញ្ចឹងឧបមាថាឥឡូវខ្ញុំចុចប៉ាត់ទៅវាអត់ចេញបានន័យថាយើងជ្រើសរើស printer ខុសអញ្ចឹងគឺយើងចូលទៅសញ្ញាព្រួយខាងក្រោមមិញដែលខ្ញុំបង្ហាញមិញហ្នឹងគឺសញ្ញាព្រួយហ្នឹងចុចមកហើយយើងចុចលើពាក្យរូប printer បាទចុចមកខាងស្ដាំមកតបមកយើងនឹងជ្រើសរើសយកពាក្យថា open device and printer បាទអញ្ចឹងយកមកអូខេពេលនោះវានឹងចេញ printer ជាច្រើនដែលយើងបាន set អញ្ចឹងយើងចង់ដាក់ printer នេះខ្ញុំចង់ដាក់ printer HP LaserJet Professional នេះជា default printer អញ្ចឹងខ្ញុំប្រើជាប្រចាំអញ្ចឹងយើងចុចចូលទៅវាមកចុចញ៉ាប់ព្រួយអូខេនៅពេលដែលយើងចុចចូលទៅវាហើយយើងត្រូវscroll វាមកក្រោមបាទ scroll វាមកក្រោម scroll មកក្រោមរកពាក្យថា more device and printer settings អញ្ចឹងចុចលើវាមកនេះវានឹងហាញ printer ដែលយើងបាន set up ឬក៏នៅក្នុងកុំព្យូទ័រក្នុង Microsoft Windows ហ្នឹងវា set up ឲ្យស្រាប់មានប្រមាណនេះអញ្ចឹងវានៅជាប់បៃតង default printer នៅក្នុង Microsoft Printer 2 PDF អញ្ចឹងអត់មែនជា printer ដែលយើងកំពុងតែប្រើទេនេះអញ្ចឹងខ្ញុំចុចលើ printer HP LaserJet នេះបាទដែលយើងកំពុងប្រើចុចមកចុចលើម៉ៅស្ដាំចុចមកស្ដាំហើយបងប្អូនយកពាក្យថា set as default printer បាទ set as default printer ចុចលើវាមកបាទពេលនោះសញ្ញាបៃតង text ហ្នឹងគឺស្ថិតនៅលើ printer ដែលយើងចង់បានហើយអញ្ចឹងយើងបិទវាវិញមកជាការស្រេចអញ្ចឹងយើងបាទបិទវាឲ្យអស់មកឥឡូវយើងចូលទៅឯកសារយើងវិញនៅពេលដែលយើងវាឯកសារហើយអញ្ចឹងយើងចូលទៅ print បាទចូលទៅ print អញ្ចឹងយើងចុច print ជ្រើសរើសប្រភេទ printer បាទអញ្ចឹងម្ដងនេះជាលើកចុងក្រោយហើយដែលយើងជ្រើសរើសប្រភេទ machine printer ហេតុអីលើកក្រោយទៀតបាទសូមអធិស្ឋានស្អកកបន្តិចលើកក្រោយយើងមិនបាច់ជ្រើសរើសទេដោយសារវា load មកអូតូនៅជាប់នឹងជាប្រចាំហើយអញ្ចឹងយើងបងប្អូនចាប់ផ្ដើម print យកតែម្ដងបាទអញ្ចឹងដាក់មកទៅពីទំព័រណាអញ្ចឹងហើយចុច print មកជាការស្រេចបាទអញ្ចឹងលើកក្រោយទៀតលែងពិបាកឲ្យបងប្អូនបាទអញ្ចឹងខ្ញុំអត់មានអីទេមានតែប៉ុណ្ណឹងបាទចែកម្លែកបាទអរគុណច្រើនអូខេបាទហើយជាចុងក្រោយមិនមានអីទេសូមការលើកទឹកចិត្តពីបងប្អូនមួយសូមជួយចុច
មេដៃចុច follow បាទអរគុណច្រើនជាពិសេស follow បាទ